ប្រទេសពួកឯងនឹងវាធ្វើអាក្រក់ឥឡូវទទួលរងបាបកម្មខ្លះទៅបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតាមសារព័ត៌មានរបស់ថៃកំពុងតែចុះប្រងព្រាតឲ្យបងប្អូនវាពិតជារន្ធត់និងគួរឲ្យតក់ស្លុតខ្លាំងបំផុតនៅក្នុងប្រទេសថៃកុងត្រូលមួយកន្លែងរបស់ថៃត្រូវបានជនសង្ស័យមួយក្រុមបើកឡានមកដល់បាញ់រះយកតែម្ដងបងប្អូនបណ្ដាលឲ្យអាតាហ៊ានថៃនឹងស្លាប់អស់ដល់ទៅ5នាក់ហើយរបួសប្រជាជននឹង2នាក់នឹងស្លាប់ជាច្រើនអ្នកទៀតបងប្អូនអូពិតជារន្ធត់ណាស់តាមវីដេអូដែលបានបញ្ជាក់មករបស់កងកម្លាំងរបស់ថៃគឺកំពុងតែឈរនៅក្នុងកុងត្រូលទាហានឈុតខ្មៅរបស់ថៃស្រាប់តែត្រូវជនសង្ស័យមួយក្រុមបើកឡានមកដល់អត់និយាយច្រើននេះគឺបាញ់រះយកតែម្ដងបងប្អូនបណ្ដាលឲ្យស្លាប់ដល់ទៅ5នាក់និងរបួសប្រជាជនជាច្រើនអ្នកហើយប្រជាជននោះក៏ស្លាប់2នាក់ថែមទៀតនេះមិនថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់មែនសំមុខហើយពួកឯងចេះតែមកចាក់រុកប្រទេសកម្ពុជារហូតឥឡូវនេះពួកឯងត្រូវហើយនិយាយពីថាហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាជនថៃនិងមានការតក់ស្លុតសារព័ត៌មានប្រងព្រាតរបស់ថៃបានចុះផ្សាយបន្តដោយហេតុការណ៍នេះជាពិសេសទាហានឈុតខ្មៅរបស់ថៃកំពុងតែរកមុខពួកដែលបានធ្វើសកម្មភាពនេះបងប្អូនដោយសារតែសកម្មភាពនេះគឺវាសាហាវយងខ្នងហើយហ៊ានខ្លាំងណាស់ពួកនេះមួយក្រុមជិះឡានមកដល់អត់គិតច្រើនទេបងប្អូនបាញ់រះយកតែម្ដងមិនដឹងជាគុំកម្រិតណាទេនេះបានថាតែធ្វើអាក្រក់មានអ្នកគុំច្រើនហើយចឹងព្យាយាមធ្វើល្អឲ្យបានច្រើនទៅដូចនេះបងប្អូននៅថ្ងៃទី22ខែ7ឆ្នាំ2026នៅវេលាម៉ោង6:46 នាទីល្ងាចនៅឯប្រទេសថៃណារ៉ាធីវត្តភាគខាងត្បូងនៃប្រទេសថៃមានករណីមួយបានកើតឡើងគឺមានជនសង្ស័យមួយក្រុមបើកឡានមកដល់បាញ់រះទៅលើកុងត្រូលមួយកន្លែងរបស់ទាហានឈុតខ្មៅរបស់ថៃដែលបណ្ដាលឲ្យពួកវាស្លាប់អស់5នាក់ប្រជាជនស្លាប់2នាក់និងរបួសជាច្រើនអ្នកទៀតបងប្អូនបាទអរគុណច្រើនបងប្អូនជម្រាបលា